ចូលដល់ទំព័រទី11ចំណុចទី3អញ្ចឹងនៅក្នុងចំណុចនឹងដែរគេនិយាយពីការដាក់សំឡេងមានន័យថាការដាក់សញ្ញាសំឡេងណាអញ្ចឹងចំពោះការដាក់សញ្ញាសំឡេងនៅក្នុងភាសាចិនត្រូវដាក់នៅលើស្រៈនៅពេលដែលមានស្រៈច្រើនឬក៏ចាប់យើងអាចនិយាយថាចាប់ពី2ឡើងទៅនៅខាងផ្នែកខាងចុងនៃព្យាង្គមានន័យថាស្រៈនឹងសំឡេងត្រូវដាក់នៅលើស្រៈដែលមានបញ្ចេញសំឡេងដោយបើកមាត់ធំជាងគេមានន័យថាឧទាហរណ៍ថាមកអក្សរអញ្ចឹងយើងមានអក្សរភីងអ៊ីងនៅក្នុងហ្នឹងវាអាចមានទៅដល់2សំឡេងឬពេលខ្លះអាច3សំឡេងអញ្ចឹងគេថាឲ្យយើងនឹងដាក់សញ្ញាសំឡេងហ្នឹងនៅលើស្រៈណាដែលមានសំឡេងដែលយើងនិយាយហាមាត់ធំទៅហាមាត់តូចណាហើយស្រៈទាំងអស់ហ្នឹងគឺមានលំដាប់លេខរៀងអញ្ចឹងលេខរៀងទី1ហ្នឹងមាន A លេខរៀងទី2ហ្នឹងគឺមាន O លេខរៀងទី3គឺ E លេខរៀងទី4ហ្នឹងគឺ E លេខរៀងទី5គឺ O ហើយលេខរៀងទី6ហ្នឹងគឺ E ដែរប៉ុន្តែE ហ្នឹង E មាត់ស្រួចយើងអានមាត់ស្រួចទៅបានត្រូវសំឡេងតង់វាគឺ E អញ្ចឹងទាំងអស់ហ្នឹងបើសិនបើយើងចង់ច្បាស់ទេយើងអាចមើលឧទាហរណ៍ខាងក្រោមបាននៅក្នុងឧទាហរណ៍ខាងក្រោមគឺគេមានដាក់ឲ្យយើងស្ដាប់ហើយយើងមើលទៅបើសិនបើអត់ច្បាស់យើងអាចស្កប់ហើយបន្ទាប់មកយើងមកស្ដាប់ឡើងវិញ2 3ដងទៅនឹងអាចយល់អញ្ចឹងខ្ញុំនឹងដាក់បកប្រែជាខ្មែរមួយទៀតអាចឲ្យយើងយល់ក្រែងការបញ្យល់របស់ខ្ញុំអត់សូវច្បាស់អញ្ចឹងណានៅមានករណីមួយចំណុចទៀតអញ្ចឹងយើងមកមើលបន្តគេថាស្រាក់ផ្សំដោយ E ហើយនឹង O គឺជាករណីលើកលែងចំពោះច្បាប់នេះដែលសញ្ញាសំឡេងត្រូវដាក់នៅពីលើអក្សរ O វិញមិនមែនអក្សរ E នោះទេព្រោះអី E ហើយនឹង O គឺជាទម្រង់នៃអក្សរកាត់នៃ E O និង O ចំពោះសំឡេងស្រាលគឺមិនមានដាក់សញ្ញាសំឡេងឡើយអញ្ចឹងតកតងជាមួយនឹងសំឡេងស្រាលហ្នឹងគឺអត់មានដាក់សញ្ញានៅលើសំឡេងទេប៉ុន្តែឧទាហរណ៍ថាពាក្យមួយអញ្ចឹងវាមានស្រៈហើយនឹងជញ្ជាអ្នកអញ្ចឹងតកតងជាមួយនឹងសញ្ញាសំឡេងយើងត្រូវដាក់នៅលើស្រៈអញ្ចឹងណាខ្ញុំនឹងដាក់ខ្មែរបកប្រែខ្មែរហើយយើងនឹងមើលបញ្ជាក់វាទៅមើលពីបេដងទៅហើយមើលឧទាហរណ៍ថែមយល់តែម្ដងតោះអញ្ចឹងយើងចូលមកមើលឧទាហរណ៍ខាងក្រោមតែម្ដងចំពោះឧទាហរណ៍ខាងក្រោមគឺគេដាក់ដើម្បីឲ្យយើងសម្គាល់ហើយយើងស្ដាប់ទាំងសំឡេងហើយយើងសម្គាល់មើលអ្វីដែលជាចំណុចសម្គាល់នៅខាងលើដែលគេបញ្ជាក់ប្រាប់យើងណាតកតងជាមួយនឹងការដាក់សញ្ញានៅលើស្រៈអញ្ចឹងតោះយើងទៅស្ដាប់ហើយមើលទាំងអស់គ្នា朗读下列音节，注意声调标注的位置。Read the syllables aloud and pay attention to the positions of the tone marks. 学校，帮忙，篮球，女儿，游泳，手表，终于，公司，时间，身体，考试，国家，报纸，好吃，谢谢，客气。អញ្ចឹងយើងមកបកប្រែនៅពាក្យឧទាហរណ៍ខាងក្រោមដើម្បីឲ្យយើងចេះពាក្យកាន់តែច្រើនទៀតតោះចូលទៅស្ដាប់ម្ដងទៀតហើយនឹងមើលបកប្រែ朗读下列音节，注意声调标注的位置。Read the syllables aloud and pay attention to the positions of the tone marks. 学校，帮忙，篮球，女儿，游泳，手表，终于，公司，时间，身体，考试，国家，报纸，好吃，谢谢，客气。ចូលមកចំណុចទៀតយើងកលេចមើលមកខាងក្រោមមកអញ្ចឹងតកតងជាមួយនឹងចំណុចទី2ខាងក្រោមហ្នឹងគេចង់បញ្ជាក់ថាតកតងជាមួយនឹងការសម្គាល់នៅការសរសេរកាត់អញ្ចឹងការសម្គាល់នៅការសរសេរកាត់ហ្នឹងគឺសំដៅទៅលើស្រៈនៅពេលដែលស្រៈ I O U ហ្នឹងគឺជាស្រៈមានន័យថាវាជាស្រៈ
3នឹងជាប់គ្នាប៉ុន្តែគឺគេកាត់ចេញគឺចំពោះស្រៈទាំង3ហ្នឹងគឺវាស្មើនឹង e និង u អញ្ចឹងខ្ញុំបញ្ជាក់ឡើងវិញ I O U គឺស្មើនឹងពាក្យ EU ហើយ U E I ស្មើនឹងពាក្យ U ហើយនឹង E ហើយពាក្យ U E N ស្មើនឹងពាក្យ UN មានន័យថាខ្ញុំដាក់ជាភាសាអង់គ្លេសអញ្ចឹងទៅដើម្បីឲ្យយើងនឹងស្រួលចាំជាងកុំឲ្យយើងពិបាកនៅក្នុងការបញ្ចេញសំឡេងណាយើងដាក់ជាភាសាអង់គ្លេសអញ្ចឹងហើយដាក់កាត់អញ្ចឹងគឺនឹងយល់ច្បាស់តែម្ដងហើយយើងចង់ច្បាស់ជាងនឹងទៀតតោះចូលទៅមើលឧទាហរណ៍ទាំងអស់គ្នាណា朗读下列音节，注意韵母省写的部分。 Read the syllables aloud and pay attention to the abbreviated finals. 休息，睡觉，轮船，牛奶，啤酒，昂贵，留言，开会，讨论，足球，伦敦，湿润，惭愧，水果，陶醉，顺利。 អញ្ចឹងយើងមកស្ដាប់នៅឧទាហរណ៍យើងហើយនឹងបកប្រែដើម្បីឲ្យយើងចេះពាក្យបន្ថែមទៀតចំពោះពាក្យហ្នឹងពីមេរៀន1ទៅមេរៀន1ហ្នឹងពាក្យតើច្រើនទេអញ្ចឹងពេលខ្លះយើងអត់សូវចាំពាក្យប៉ុន្តែនៅពេលដែលយើងអាសាជួបតើអញ្ចឹងយើងនឹងរៀនឆាប់ចេះហើយចាប់បានច្រើនអញ្ចឹងបានខ្ញុំព្យាយាមដាក់បកប្រែពាក្យសំបីតែពាក្យដែលមានតែភីងអ៊ីងគឺគេកំណត់ឲ្យយើងចេះតែអានទេប៉ុន្តែគឺខ្ញុំតម្រូវឲ្យយើងទាំងអស់គ្នាហ្នឹងគឺចេះពាក្យនឹងដែរឲ្យហើយដើម្បីយើងស៊ាំទៅមុខទៀតយើងនឹងជួបដដែលគឺមានន័យថាយើងឆាប់ចាប់បានឆាប់ចាំពាក្យពួកពាក្យយើងធ្លាប់រៀនម្ដងហើយអញ្ចឹងណាតោះអញ្ចឹងយើងស្ដាប់នឹងបកប្រែ朗读下列音节，注意韵母省写的部分。 Read the syllables aloud and pay attention to the abbreviated finals. 休息，睡觉，轮船，牛奶，啤酒，昂贵，留言，开会，讨论，足球，伦敦，湿润，惭愧，水果，陶醉，顺利。